ខ្ញុំសូមឆ្លើយនៅសំណួរឧបាសកម្នាក់ដែលបានសាកសួររឿងផលនៃទានដែលបុគ្គលធ្វើចំពោះសត្វដេរិឆានតាមសេចក្តីនៃធម៌ជាពិសេសនៅក្នុងរឿងផលអានិសង្សនៃទានដែលបុគ្គលបានធ្វើមានសម្ដែងនៅក្នុងព្រះសូត្រដូចជាកម្មវិភង្គសូត្រនិងអដ្ឋកថាផងលោកបានបញ្យល់ពិស្ដារច្រើនហើយក្នុងនោះនិយាយអំពីការឲ្យទានដល់សត្វដេរិឆានតាមសេចក្តីនៃធម៌សម្ដែងថាការឲ្យទានដល់សត្វដេរិឆានផលនៃទានហ្នឹងតាមឲ្យមានអានុភាពមានអំណាចតាមឲ្យផលហ្នឹង100អត្តភាពកន្លែងហ្នឹងក្នុងន័យអញ្ចឹងដូចយើងឲ្យចំណីត្រីចុះយើងឲ្យចំណីត្រីបានឆ្អែតដោយបាយឬដោយប្រភេទចំណីណាដែលត្រីនឹងស៊ីបានអញ្ចឹងទានដែលយើងបានឲ្យដល់ត្រីហ្នឹងជាកម្មហ្នឹងតាមឲ្យផលនៅពេលដែលយើងកើត100អត្តភាពបានអស់អំណាចមានន័យអញ្ចឹងហើយអាយុវណ្ណៈសុខៈពលៈហ្នឹងបុណ្យដែលយើងធ្វើជាមួយនឹងសត្វដេរិឆានហ្នឹងដូចឲ្យបាយឲ្យចំណីហ្នឹងវាត្រូវបានមកវិញអាយុវណ្ណៈសុខៈពលៈអាយុវណ្ណៈសុខៈពលៈហ្នឹងតាមឲ្យផលយើងដែលជាម្ចាស់ទានហ្នឹងកើត100អត្តភាពទៅអស់អំណាចនៃទានហ្នឹងកន្លែងហ្នឹងមានសេចក្តីបញ្យល់អញ្ចឹងណាអញ្ចឹងសំណួរហ្នឹងមានប៉ុណ្្នឹងឯង